អ្នកប៊ូអាចថ្វាយបង្គំឪពុកម្ដាយបានឬទេព្រះសង្ឃដែលអ្នកស្រុកចាត់ទុកថាជាឧត្តមភេទជាស្រែបុណ្យដ៏ប្រសើរកុំថាឡាយសម្បត្តិត្រឹមមនុស្សលោកសំបីតែទេវតាឥន្ទព្រំក៏ក្រាបថ្វាយបង្គំបើដូច្នោះតើបព្វជិតអាចថ្វាយបង្គំមេដាបេដារបស់ខ្លួនបានដែរឬទេសូមអ្នកបួសទាំងឡាយពិចារណាលើ5ចំណុចខាងក្រោមដូចទៅ1បព្វជិតដែលគ្រងសម្ពុតកសាយប៉ុស្ថិតក្នុងឋានជាឧត្តមភេទ2មេដាបេដាដែលមិនបានបួសស្ថិតក្នុងឋានជាហិនភេទ3បុគ្គលទាំងឡាយណាដែលស្ថិតក្នុងឋានជាឧត្តមភេទមិនអាចថ្វាយបង្គំនៅបុគ្គលទាំងឡាយណាដែលស្ថិតក្នុងឋានជាហិនភេទបានទី4បព្វជិតជាឧត្តមភេទអាចបង្ហាញនៅកតញ្ញុតាធម៌ចំពោះមេដាបេដាក្នុងឋានជាកូនដោយកតញ្ញុតាកតវេទិតាធម៌ដូចជាធ្វើអមសទានពលគឺបច្ច័យ4មានសម្លៀកបំពាក់គ្រឿងដណ្ដប់នានាអាហារផ្លែឈើទីសេនាសនៈធ្វើផ្ទះឬលំនៅស្ថានជូនគាត់ជូនថ្នាំសង្កូវឬឱសថនានាគក់ច្របាច់គាត់មើលថែគាត់នៅពេលគាត់មានជំងឺដំកត់ជាដើមនិងធ្វើធម្មទានដោយពន្យល់ខ្លឹមសារធម៌បានទៅតាមលទ្ធភាព5ការគោរពរបស់បព្វជិតចំពោះមេដាបេដាឬសាធារណជននៅក្នុងសង្គមមិនមែនជាការក្រាបសំពះថ្វាយបង្គំដោយអោនសិរសាអោនក្បាលដល់ជើងរបស់មេដាបេដាឬគ្រោះហាស់ទូទៅឡើយប៉ុន្តែជាការប្រព្រឹត្តល្អដោយកាយវេចាមានអាកប្បកិរិយាល្អមានបដិសន្ធារៈជាដើមបើផ្អែកតាមផ្លូវវិន័យអ្នកបួសគុំថាឡាយដល់ទៅក្រាបថ្វាយបង្គំគ្រោះហាស់សំបីតែលើកដៃសំពះក៏មិនបានផងបើភិក្ខុរូបណាប្រព្រឹត្តល្មើសទៅនឹងវិន័យបញ្ញត្តិភិក្ខុរូបនោះនឹងមានទោសឬត្រូវអាបត្តិតែជាអាបត្តិកម្រិតស្រាលអាចសម្ដែងទោសនៅចំពោះមុខសង្ឃដើម្បីជំរះទោសបានសានសារិន